លោកខ្លួនឈោវិស័យត្រែតលោតហក់តាមគេមួយផ្លែតអស់ទាំងស្រែអស់ទាំងកូកេយេអូនក៏ចាប់ដើមផ្លែចិនទាំងកាយទីផ្សារ Forex ឥឡូវនេះគឺទូលំទូលាយខ្លាំងទោះជាយ៉ាងណាជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេមូលហេតុធំដែលធ្វើឲ្យអ្នកជួញដូរភាគច្រើនខាតបង់គឺការខ្វះចំណេះដឹងច្បាស់លាស់ការប្រើអារម្មណ៍សម្រាប់ចិត្តជំនួសការវិភាគនិងការមិនយល់ពីច្បាប់នៃទីផ្សារនៅពេលដែលយើងជ្រើសរើសរូបិយប័ណ្ណណាមួយដើម្បីមកធ្វើការជួញដូរយើងមិនអាចមើលរំលងពីស្ថានភាពសេដ្ឋកិច្ចពិភពលោកបានទេគ្រប់ការប្រែប្រួលនៃអត្រាកាត់ប្រាក់ឬទិន្នន័យសេដ្ឋកិច្ចគឺជាសញ្ញាដ៏សំខាន់ដែលយើងត្រូវតែតាមដានដើម្បីសម្រេចចិត្តបានឲ្យត្រឹមត្រូវការជួញដូរប្រកបដោយភាពវៃឆ្លាតគឺស្ថិតនៅលើការគ្រប់គ្រងហានិភ័យកុំបន្ថយដើមទុនច្រើនលើលុបលើការជួញដូរតាមម្ដងការកំណត់គោលដៅច្បាស់លាស់និងការការពារដើមទុនគឺជាកូនសោដែលធ្វើឲ្យអ្នកដើរបានយូរអង្វែងក្នុងវិស័យនេះបើចង់រៀនបន្ថែមពីយុទ្ធសាស្ត្រនិងការគ្រប់គ្រងហានិភ័យជាមួយពួកយើងកុំភ្លេចចូលរួមក្នុងក្រុម Telegram របស់យើង